មនុស្សលំដាប់ពិភពលោកអ្នកចិត្តវិញ្ញាណឲ្យនិយមវិន័យលោកនេះថាគ្រប់យ៉ាងនៅក្នុងលោកនេះជាសុបិនសម្រាប់មនុស្សម្នាក់ដែលសុបិននោះមានសម្រាប់អ្នករៀងខ្លួនខុសៗគ្នាព្រោះមានការជឿខុសៗគ្នាព្រោះថ្មដ្ឋានជុំវិញមកខុសៗគ្នាអញ្ចឹងទៅយើងម្នាក់មានអារម្មណ៍ចំពោះលុយខុសគ្នាតើមែនឬមិនមែនសុបិនពេលខ្លះដោយការពិតវាការពិតទេការពិតមួយផ្លែតគ្រប់យ៉ាងនៅក្នុងលោកនេះហើយគេនិយាយថាខ្លាចគឺជាសុបិនព្រោះវាមិនមែនកើតឡើងជានិរន្តរ៍ក្នុងជីវិតវាកើតឡើងតាំងនៅរលត់ទៅរឿងអីរឿងសบายចិត្តសบายសួរសบาย365ថ្ងៃសบาย10ឆ្នាំ20ឆ្នាំអត់ទេសบายពេលខ្លះសบาย2ម៉ោងកាត់ទៅមានរឿងសบายចិត្តឡើងអញ្ចឹងមកគ្រប់យ៉ាងគឺវាជាការសុបិនដែលកើតឡើងតាំងនៅរលត់ទៅកើតហើយវាក៏រលត់ទៅចឹងមិនគ្មានអ្វីថិតថេរពេលនេះអ្នកកំពុងតែខ្វះខាតក្រខ្សត់អ្នកកុំជឿថាវាពិតបំផុតក្នុងជីវិតអ្នកអញ្ចឹងមិនមែនមានសទ្ធីពីជិះកង់ពីដើររត់ពន្ធខ្លាយជាមហាសទ្ធីខណៈពេលនេះព្រោះអីគេមិនជឿលើភាពដែលកើតឡើងចំពោះមុខគេមិនគិតថាវាពិតបំផុតនៅក្នុងជីវិតរបស់គេតែហេតុអីមានអ្នកខ្លះជីវភាពលំបាកយូរទៅក៏នៅតែលំបាកឬគ្រាន់ជាងមុនបន្តិចឬយ៉ាប់ជាងមុនចាឬយ៉ាប់ជាងមុនដោយសារអីដឹងអត់គ្រប់យ៉ាងនៅក្នុងโลกនេះខ្លាយជាការពិតនៅក្នុងជីវិតអ្នកលុះត្រាតែអ្នកជឿវានេះដូចជាច្បាស់ច្បាស់ទីសាហាវលើโลกនេះវានឹងខ្លាយជាការពិតនៅក្នុងជីវិតអ្នកលុះត្រាតែអ្នកជឿវាអញ្ចឹង mindset នៃការប្រូក្រាមលុយលៀងថ្ងៃនេះឲ្យខទី1ទៅបាត់ជុកមុនមកខេកំណត់គោលដៅនៃលុយមុននឹងចូលដល់ការប្រូក្រាម train ខួរក្បាលរបស់យើងត្រូវកំណត់គោលដៅសិនគោលដៅនៅក្នុងចិត្តរបស់យើងឬចំនួនលុយប៉ុណ្ណាបោះចោលហេតុផលខាងក្រៅទាំងអស់សិនមកសួរបំណងប្រាថ្នាខ្លួនឯងថាប្រាថ្នាប្រហែលក្នុងជាតិហ្នឹងប្រាថ្នាមានលុយលានដុល្លារតែខ្ញុំគិតថាមួយជាតិមាន1លានដុល្លារអត់ច្រើនទេកុំអាចជឿកុំអាចវេកញែកសួរខ្លួនឯងសិនសួរបេះដូងនេះសិនតែបើសួរទៅថាអូយសមត្ថភាពនេះមានមកពីណាអូខេអ្នកជាមនុស្សធម្មតាដែលអត់ប្រាជ្ញច្បាប់ស្រុកទៀននៅក្នុងទីលានមនុស្ស 93% កំណត់គោលដៅដែលយើងប្រាថ្នាមកដល់វិញណា brand រួយរូបផលនេះកំណត់គោលដៅដែលយើងប្រាថ្នា yes សួរខ្លួនឯងសិនថាតើអ្នកចង់បានប្រមាណនៅក្នុងជីវិតនេះមិនថា10000មិនថា40,000មិនថាលានតាមបេះដូងអ្នកឬឆ្នាំនេះក៏បានខែនេះក៏បានស្រេចតែយើងតែខ្ញុំចង់ឲ្យប្រើពេលយូរព្រោះការដែលរឿងលុយនេះវាត្រូវការ train ខ្លាំងវាមិនមែនមួយថ្ងៃពីរថ្ងៃវានឹងជឿបានខួរក្បាលមួយនេះវាត្រូវការបំពន់ព័ត៌មានឲ្យវាដូរនៅការជឿថ្មីអញ្ចឹងយើងអាចប្រើពេលតិចបានដូចខ្ញុំអញ្ចឹងហក់ឡើងปุ๊ប10លានអញ្ចឹងទៅចាខ្ញុំកុំតាមខ្ញុំគេប្រាប់ថាអ្នកមានគោលដៅច្បាស់លាស់ចំនួនទឹកលុយដាច់ហ៎ខំស្ដាប់មើលហើយបញ្ជាក់តទៀតចំនួនប្រមាណខ្ទង់10000ខ្ទង់40ខ្ទង់លានឬខ្ទង់លើសលាន10លានឬ100លានឬ1000លានចាតែមានអារម្មណ៍បែបម៉េចចំពោះគោលដៅមួយហ្នឹងមានអារម្មណ៍បែបម៉េចចំពោះលុយចំនួនប៉ុណ្ណឹងសួរខ្លួនឯងមានអារម្មណ៍បែបម៉េចមិនខំស្ដាប់មើលដាច់មានអារម្មណ៍បែបម៉េចសួរអារម្មណ៍សិនណាអ្នកសរសេរលាន100លាន10លានប្រហែលហ្នឹងសុំស្ដាប់សិនថាមានអារម្មណ៍បែបម៉េចចំពោះលុយប៉ុណ្ណឹងមានអារម្មណ៍តាមគេឬមានអារម្មណ៍តាមអ្នកណាម្នាក់ឬមានអារម្មណ៍ថាតាមគ្រូណាម្នាក់ឬមានអារម្មណ៍តាមមនុស្សលំដាប់ពិភពលោកណាម្នាក់អ្នកត្រូវស្មោះត្រង់នឹងការគិតរបស់ខ្លួនឯងអ្នកត្រូវស្មោះត្រង់ជាមួយការគិតរបស់ខ្លួនឯងប្រើភាពស្មោះត្រង់នឹងបេះដូងខ្លួនឯងប្រើភាពស្មោះត្រង់នឹងការគិតមួយនេះប្រើភាពស្មោះត្រង់នឹងការប្រាថ្នាមួយនេះចេះទេក្នុងឆ្នាំកូនដាក់$10000ឥឡូវបាន$5000ឯង$10000ឯង10000បាន$50000ហ៎វ៉ាវបងប្អូនចាចិត្តដល់លុយមកដល់ដៃអូយពាក្យនេះថ្លៃបើបងប្អូនយល់វិញគឺបងប្អូននឹងចង់ស្រូបលុយប្រហែលក៏បានពីនារីសាមញ្ញមកប្រាថ្នាលុយដល់100លាន1000លានបងប្អូនគិតគោលដៅកំណត់ចំនួនតិចរយៈពេលខ្លីអានឹងអត់យើងយកមកប្រើបានតែវាអត់គួរឲ្យលបងអ្នកធម្មតាគាត់ធ្វើបានយើងត្រូវធ្វើអ្វីដែលវាអស្ចារ្យចាបន្ទាប់មកខមកទៀតស្មោះត្រង់នឹងបេះដូងខ្លួនឯងពឹបគេសួរទៀតតើអ្នកមានអារម្មណ៍មានក្តីសុខនឹងចំនួនទឹកលុយដែលអ្នកប្រាថ្នានឹងឬអត់អ្នកមានសេចក្តីសុខនៅគោលដៅឬលុយដែលអ្នកកំណត់នឹងឬអត់កម្មស្អីនេះអត់ទឹកអ្នកមានអារម្មណ៍រីករាយមានក្តីសុខសមមនុស្សអត់ខមមិនអូខេខ្ញុំ1លានដុល្លារអ្នកខ្លះ500000អ្នកខ្លះ100លានអូខេស្មោះត្រង់បេះដូងអត់ត្រូវសួរឲ្យអស់ព្រោះខួរក្បាលមានហេតុផលច្រើនណាស់ខួរក្បាលវិភាគច្រើនណាស់ដល់តែឃ្លៀអញអស់ទឹកលុយក្នុងខ្លួន10នេះបច្ចុប្បន្នកូនជឿលើសនឹងតែមិនអាចនិយាយទទួលបានលុយមួយជាតិត្រូវឲ្យបានម៉ែប្រាប់អញ្ចឹងចាព្រោះខួរក្បាលវិភាគច្រើនអ្វីដែលបំផុតគឺខួរក្បាលរបស់អ្នក train ថ្មីយល់ឃើញថ្មីលើលោកនេះបើសិនជាខួរក្បាលនេះបើដកខួរក្បាលយើងចេញដាក់ខួរក្បាលឆារយៈមកឬដាក់ខួរក្បាលសក្តិមកការគិតយើងកើតផ្សេងមកទៅកូនពាក់រោគថ្មីទៅហ្មងខោតែអ្នកមកខោអាវនឹងមក3 4 5ចាចដាមានអារម្មណ៍មិនទាន់ជឿចំនួននឹងសោះទៅស្រូចំនួនដែលជឿ
yes ទៅរកចំនួនដែលជឿព្រោះអីបើសិនជាអារម្មណ៍មិន confident ជាមួយវាមិនមានក្តីសុខជាមួយវាអ្នកនឹងប្រឆាំងជាមួយខួរក្បាលខ្លាំងណាស់ចំណងជើងលុយលៀនក៏ពិតមែនតែវាមិនចាំបាច់ពេលហ្នឹងក៏បានដែរព្រោះការគិតរបស់មនុស្សខួរក្បាលមនុស្សមានការផ្លាស់ប្ដូរឲ្យតែយើងព្យាយាមនឹងបដូរវាតែយើងព្យាយាមបដូរវាទៅតាម step យើងអាចរំលងបានអញ្ចឹងរំលងពេលហ្នឹងប៉ុណ្ណាដាក់ប៉ុណ្្នឹងសិនកុំអាលោភកុំតាមអ្នកណាម្នាក់កុំលឺគេថាអញ្ចឹងយើងកាត់ការតតាំងជាមួយខួរក្បាលបានមួយនៅពេលដែលយើងមានអារម្មណ៍ថាសេចក្តីសុខ confident ជឿជាក់នឹងគោលដៅមួយហ្នឹងនឹងចំនួនទឹកលុយប៉ុណ្ណឹងអញ្ចឹងយើងកាត់បន្ថយការតតាំងបានមួយកម្រិតវានឹងងាយស្រួលឲ្យយើងធ្វើការមិនខ្វះពេលដាក់គោលដៅនឹងទេមិនខ្វះពេលប្រាថ្នាលុយចង់ឲ្យរយលៀនពាន់លៀនអត់ខ្វះពេលតែសុំឃ្លាម្ដងបន្តិចខួរក្បាលនៅពេលដែលដាក់ឲ្យមិនជឿវានឹងធ្វើយើងស្មុគស្មាញវានឹងធ្វើយើងចាក់ស្រេះវានឹងធ្វើឲ្យយើងពិបាកនៃការទាញទៅទាញមកទៅបុកខ្លាំងដល់ពេលបុកខ្លាំងនេះទៅជាការលោភទៅជាការចង់អញ្ចឹងយើងធ្វើឲ្យតាមវិធីការរបស់វាសពទៅសិនចាអូខេទី1បានចម្លើយក្នុងចិត្តនៅក្នុងបេះដូងមានចម្លើយដែលជាទឹកលុយនៅខាំមាននៅមានណាមានក្នុងចិត្តច្បាស់ណាជាក់លាក់ណាជឿជាក់សោមនស្សរីករាយណាអត់ក្បត់ក្នុងបេះដូងខ្លួនឯងណាអត់មានដើរតាមម៉ែយូតាមម៉ែណាបងប្អូននឹងមិនអត់នៅពេលដែលខ្ញុំមកដើរជាមួយកូនខ្លះក៏ដើរមួយខ្ញុំយូរវាទៅជាគោលដៅខ្ញុំជាគោលដៅរបស់គាត់បំណងប្រាថ្នាខ្ញុំទៅជាបំណងប្រាថ្នារបស់គាត់អញ្ចឹងពេលខ្លះគាត់ភ្លេចថាអូនេះមិនមែនជាគោលដៅរបស់ខ្ញុំទេវាជាគោលដៅរបស់ម៉ែអញ្ចឹងខុសផ្លូវចាខុសផ្លូវចង់ចាប់ស្ប៉ាបដេកស្ប៉ាបទៅចាប់ត្រីទៅភ្លាត់ទៅស្ប៉ាបនឹងភពណាចាដោយសារច្រឡំគោលដៅច្រឡំលូច្រឡំបំណងប្រាថ្នាគេទេចាតន់ទេអើយអាសុំខមមិន88ដើម្បីតទៅខីបន្តទៀតថាយើងត្រូវធ្វើអីទៀតចាអរគុណលុយគុណរីករាយនឹង50000នេះ500000ចារីករាយប៉ុណ្ណាដាក់ប៉ុណ្ណឹងមិនបាច់ខ្មាស់អ្នកណាបើយើងមានបញ្ចេញដាក់នៅក្នុងចិត្តកុំចង់អួតអ្នកណាថាអូគោលដៅខ្ញុំធំណាអត់មានន័យទេកូនអត់មានន័យអួតនៅក្នុងពេលនេះគឺអត់មានន័យសម្រាប់អ្នកណាយើងនឹងយើងស្មោះត្រង់នឹងខ្លួនយើងចក្រវាលក៏ស្មោះត្រង់នឹងយើងខ្ញុំតែងតែនិយាយថាចក្រវាលគឺជាមេនូដ៏ធំមួយមេនុយដ៏ធំមួយមេញូដ៏ធំមួយដែលយើងប្រាថ្នាចង់បានអ្វីក៏បានដែលយើងប្រាថ្នាចង់បានប៉ុណ្ណាក៏បានតែជឿសួរថាតើអ្នកជឿឬអត់អាត្រង់នេះសំខាន់ណាគ្រប់យ៉ាងវានឹងមកធ្លាក់លើពាក្យថាតើអ្នកឯងជឿទេចំនួនលុយប៉ុណ្ណឹងតើអ្នកឯងកំងហ្នឹងអ្នកឯងជឿអត់ថាខ្លួនឯងបានហើយអ្នកឯងមានសេចក្តីសោមនស្សរីករាយនឹងចំនួនលុយប៉ុណ្ណឹងឯងនឹងការប្រាថ្នាហ្នឹងឯងដូចអត់សោមនស្សដូចមានអារម្មណ៍ថាមានសម្ពាធដូចមានអារម្មណ៍ថាដូចមិនដូចបានតិចអាហ្នឹងអត់ចាអូខេតោះដល់ខទី2អ្នកនឹងមិនអត់លុយដែលអ្នកប្រាថ្នាមិនចាំបាច់ទៅវាស់ business អ្នកមិនបាច់ទៅវាស់ business របស់អ្នកមិនបាច់ទៅវាស់ទៅសិក្សានៅលុយដែលមានឬទៅបោកទ្រព្យរបស់អ្នកវាអត់ពាក់ព័ន្ធហើយខ្ញុំញាប់មែនចាអ្នកចាំបាច់ទៅបោកទៅវិភាគកុំវិភាគកុំបោកតួនាទីគឺធ្វើយ៉ាងម៉េចឲ្យខួរក្បាលមួយនេះបោកនឹងជីនីមួយនេះបោកនឹងខ្លួនយើង one net វារួមគ្នាតែមួយជាមួយគោលដៅមួយហ្នឹងឲ្យវារួមមួយសិនទៅវាបាន